ដាក់គោលដៅនៅក្នុងការអានសៀវភៅឲ្យបានច្រើន100ក្បាលក្នុងមួយឆ្នាំកូនខ្ញុំបានខិតខំអានសៀវភៅរហូតចប់បាន5ក្បាលក្នុងរយៈពេល1ខែជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមានប្រធានបទខ្លីបាទខ្ញុំចង់បើកកកាយអំពីទម្លាប់នៃការអានសៀវភៅប្រវត្តិនៃការខិតខំប្រឹងប្រែងអានសៀវភៅរបស់ខ្ញុំមែនទែនទៅខ្ញុំបានចាប់ផ្ដើមបដិញ្ញាចិត្តនៅក្នុងការសិក្សារៀនសូត្រជាពិសេសគឺការជំរុញខ្លួនឯងឲ្យខិតខំប្រឹងប្រែងអានសៀវភៅនៅឆ្នាំ2010នៅក្នុងកំឡុងពេលដែលខ្ញុំកំពុងតែសិក្សានៅថ្នាក់បាទមហាវិទ្យាល័យនៅពេលនោះគឺខ្ញុំបានជួបលោកគ្រូបង្រៀនផ្នែកផ្នត់គំនិតគាត់បានបើកវគ្គបណ្ដុះបណ្ដាលមួយក្រៅម៉ោងចុងសប្ដាហ៍ថ្ងៃសៅរ៍និងថ្ងៃអាទិត្យបាទមានតម្លៃប្រហែលជា$30បាទថ្លៃដែរសម្រាប់ខ្ញុំនៅពេលនោះហើយក៏បានចុះឈ្មោះចូលរៀនហើយសិស្សចូលរៀនមិនច្រើនទេប្រហែលជា10នាក់12 13នាក់តែប៉ុណ្ណោះនៅពេលដែលបានចូលរៀនវគ្គសិក្សាការផ្លាស់ប្ដូរផ្នត់គំនិតជាមួយលោកគ្រូនៅពេលនោះខ្ញុំបានចាប់ផ្ដើមកំណត់នៅគោលដៅថ្មីនៃការផ្លាស់ប្ដូរការគិតទម្លាប់របៀបរបបអរិយាប័ត្ររបស់ខ្លួនឯងជាពិសេសគឺបានដាក់គោលដៅនៅក្នុងការអានសៀវភៅឲ្យបានច្រើន100ក្បាលក្នុងមួយឆ្នាំពិតមែនខ្ញុំចាប់ផ្ដើមបាទទៅទិញសៀវភៅនៅលើទីផ្សារជាច្រើនដែលសៀវភៅពីច្រើនទី1តាក់ទងជាមួយនឹងផ្នត់គំនិតជាមួយនឹងការគិតជាមួយនឹងទស្សនវិជ្ជាសៀវភៅពាក់ព័ន្ធជាមួយនឹងការកសាងអាជីវកម្មការធ្វើទីផ្សារការលក់សៀវភៅតាក់ទងជាមួយនឹងផ្នត់គំនិតសៀវភៅតាក់ទងជាមួយនឹងប្រវត្តិអ្នកល្បីជាច្រើនទៀតសម្រាប់ឆ្នាំ2025នេះខ្ញុំបានបញ្ចប់ការអានសៀវភៅប្រមាណ15ក្បាលមិនច្រើនទេបងប្អូនប៉ុន្តែជាមួយគ្នានោះដែរខ្ញុំបានសិក្សាកម្មវិធីហិរញ្ញវត្ថុចិត្តសាស្ត្រកសាងទ្រព្យតាមអនឡាញតាម app របស់លោកគ្រូដ៏ល្បីល្បាញម្នាក់បាទហើយមេរៀនតែបានសិក្សាប្រហែលជាចូល400វីដេអូឯណោះបងប្អូនបាទនេះជាសមិទ្ធផលធំមួយដែលខ្ញុំបានអនុវត្តនៅក្នុងឆ្នាំ2025ជាមួយគ្នានេះដែរខ្ញុំចង់ទាញចំណាប់អារម្មណ៍មេដាបេដាទាំងអស់ដើម្បីចូលរួមជួយជំរុញកូនរបស់មេដាបេដាឲ្យចូលចិត្តអានសៀវភៅថ្មីនេះខ្ញុំបានបាទចាប់អារម្មណ៍មួយគឺខ្ញុំបានទិញសៀវភៅនៅលើទីផ្សារហើយយកទៅឲ្យកូនរបស់ខ្ញុំអានបាទជាក់ស្ដែងកូនខ្ញុំបានខិតខំអានសៀវភៅរហូតចប់បាន5ក្បាលក្នុងរយៈពេល1ខែនេះមិនមែនជារឿងសាមញ្ញទេបងប្អូនបាទកូនខ្ញុំអាយុ9ឆ្នាំហើយបាទ10ឆ្នាំថ្មីនេះដូច្នេះអ្វីដែលគាត់ចូលចិត្តអានគឺមិនមែនដោយសារខ្លួនគាត់ផ្ទាល់ទេគឺដោយសារតែយើងបាទខ្ញុំជាពុករបស់គាត់ប្រពន្ធរបស់ខ្ញុំជាម្ដាយរបស់គាត់បានលើកទឹកចិត្តបានជំរុញដាក់ផែនការឲ្យគាត់អានដំបូងគាត់អាចបាទប្រកែកតវ៉ាក៏ប៉ុន្តែនៅពេលដែលយើងរកវិធីដើម្បីឆ្កឹះទឹកចិត្តរបស់គាត់ឲ្យគាត់ខិតខំប្រឹងប្រែងកំណត់គោលដៅឲ្យគាត់ប្រឹងប្រែងអានគាត់អាចធ្វើបានបាទគាត់អាចធ្វើបានរហូតដល់ចប់បាទការអានសៀវភៅបានដល់ទៅ5ក្បាលឯណោះក្នុងរយៈពេលតែ1ខែប៉ុណ្ណោះនេះជារឿងដ៏អស្ចារ្យដែលខ្ញុំនឹកស្មានមិនដល់ដូច្នេះហើយជាបទពិសោធន៍នេះខ្ញុំនៅតែទទូចចង់ឲ្យបងប្អូនមេដាបេដាចូលរួមជំរុញលើកទឹកចិត្តកូនបាទទម្លាក់ទូរស័ព្ទចុះហើយអាចចាប់ផ្ដើមអានរឿងនិទានខ្លីៗជាមួយកូនបាទជាពិសេសកូនដែលកំពុងតែសិក្សានៅថ្នាក់មត្តេយ្យសិក្សានិងថ្នាក់បឋមសិក្សាពួកវ័យនេះគឺជាវ័យដែលពួកគាត់ចាប់ផ្ដើមស្រូបទាញនៅអ្វីដែលគាត់បានឃើញគាត់បានឮនៅជុំវិញគាត់ហើយជាគ្រឹះដែលគាត់កសាងអត្តចរិតបាទអរិយាប័ត្រសម្រាប់អនាគតបាទគឺមានតែបងប្អូនមេដាបេដាជាអ្នកជំរុញជាអ្នកគ្រប់គ្រងលើកទឹកចិត្តកូនប៉ុណ្ណោះទើបកូនអាចមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ការលូតលាស់ទៅពីអនាគតហើយជាពិសេសគឺការសិក្សារៀនសូត្រការអានសៀវភៅនេះតែម្ដងបងប្អូនហើយសម្រាប់ឆ្នាំថ្មីខ្ញុំមានសៀវភៅជាច្រើនទៀតតែត្រូវអានហើយសៀវភៅនេះទិញជាយូរហើយបងប្អូនបាទទិញប្រហែលជា3-4ខែទៅហើយមិនទាន់បានអានទេច្រើនណាស់បាទអញ្ចឹងការវិនិយោគទិញសៀវភៅហើយអត់អានគឺជាការកាត់បងមួយដែរណាបងប្អូនបាទនិយាយអំពីក្បួនហិរញ្ញវត្ថុ
ហើយសភៅភាគច្រើនខ្ញុំអានតាក់ទងជាមួយនឹងម៉ានីបាទជាមួយនឹងសេដ្ឋកិច្ចហើយជាមួយនឹងចិត្តសាស្ត្របាទហើយនឹងការអប់រំកុមារជាច្រើនដោយសារតែខ្ញុំធ្វើការពាក់ព័ន្ធជាមួយនឹងការអប់រំកុមារខ្ញុំសង្ឃឹមថាបងប្អូនមេដាបេដាទាំងអស់អាចបាទធ្វើជាគំរូនៅក្នុងការអានជាមួយកូនហើយកូនរបស់មេដាបេដានឹងក្លាយជាកុមារដ៏អស្ចារ្យក្នុងការអានសភៅបានច្រើនបាទសូមអរគុណបងប្អូន